ចំទុកមិញឲ្យស្រីខ្មៅមិនចេញក្រៅយើងត្រូវរៀបចំទុកមិញឲ្យស្រីខ្មៅកុំឲ្យសម្រាប់រៀបចំស្អាតទៅបាត់តង់សាប៊ូស្រាខ្សែហើយនឹងប្រេងរៀបសក់បាទបងប្អូនឆ្លងទេហើយយើងប្រេងរៀបសក់ទៅនេះទៀតដោយការរៀបចំមើលមិញបានស្រីខ្មៅខាងក្រោយនេះដូចជាចាប់ឡើងត្រីហើយខាងមុខទៅច្រើនដែរចាប់តាមមុខស្នាប់មិញតិចអាដីជាប់ច្រើនណាអត់មានតែស៊ីអីទេតែមិញជាប់ដីវាទៅឲ្យជាប់ខ្សាច់ណាដៃជាប់ខ្សាច់ព្រេងហ្នឹងវាធ្វើឲ្យសឹកទៅបាក់ងាយព្រេងរត់ឲ្យធ្វើឲ្យលិចហ្នឹងក៏ឆាប់ខូចហ្នឹងទៅការសម្អាតយើងយកសាប៊ូទឹកសាប៊ូដុសខាងនោះតែអត់មានខូចអីទេមិនបាច់ប្រើថ្នាំមីល្អអីទេតែទឹកយើងហ្នឹងទឹកសាប៊ូលាងចានយើងហ្នឹងអាចជួយបានអត់ព្រមយើងទៅបាក់អីវាមានតែស្អីទេបងជឿទេគេផលិតមកវាត្រូវទឹកត្រូវដីហ្នឹងតែសំខាន់ឲ្យយើងចូលសាច់បាទយ៉ាងណាចូលសាច់ធ្វើឲ្យយើងទឹកតែលិចទៅនឹងក្បាំងវាងាយបាទងាយនឹងសឹកទៅដល់ដូចយើងដាក់ខាត់ហ្នឹងបងតែយើងមើលដាក់ខាត់អាចខាត់ដៃបានព្រោះតែយើងមើលទៅមានតែតិចដីតិចសាច់ប៉ុន្តែកាយនឹងតំណាត់តិចមកអាចខាត់ដៃខាត់អីរលងស្រោយ៉ាងតិចសាច់វាដូចគ្នាបាទតំណាត់វាជាប់ដៃជាប់នឹងប្រេងនឹងក្បាក់របស់យើងហ្នឹងធ្វើឲ្យលិចរបស់យើងហ្នឹងងាយនឹងសឹករិលនឹងខាត់ខូចដែរដុសយកបងប្អូនកាត់ខូចបាទវាអីទេបាទយ៉ាងណាយើងដុសយកទៅសាប៊ូដុសមកអីទេដែរមិននឹកណាហើយក៏អត់មានបញ្ហាដែរយើងដុសស្អាតហើយយើងឲ្យវាជូតឲ្យស្អាតហើយយើងនឹងធ្វើការលាបប្រេងឡើងវិញបាទប្រេងហ្នឹងក៏វានឹងជួយអីទេវាគាត់ឲ្យមានសំណើមឲ្យច្រវាក់វាទាំងច្រេះអីទៅទេវាឲ្យជួយយើងជួយអីបានទេយើងប្រើត្រឹមតែប្រេងលាបសក់យើងហ្នឹងបាទប្រេងលាបសក់យើងហ្នឹងតែនោះវាមិនសូវត្រូវមានអីកម្លាំងទឹកអីដូចគ្រឿងម៉ាស៊ីនទេបាទយើងផ្នែកក្រៅបាក់ដីបាក់ខ្យល់យើងយកមកលាបសក់យើងមានអីmình đấy mà lục cái liên ấy này đó là đây lấy lại đâu cần cho mình check hai thế đây thì dương này là lục xuống một rồi nó dương bánh tập tinh không mà đà hai tên bánh tập không mà đà đấy này đây dịch là dịch đâu phải nên cho bạn ấy chúng tôi làm bánh mình đấy chúng tôi tập bánh tập tinh không mà đà có việc đó về và lại những bánh đường đầy châu lịch chọp cho bạn như thế nên là dương riêng đây để chọp lịch cho bạn nên xa hết đây những bánh hàng đây là giờ thì ấy dương ai ta pre dương cái tôi đang các bạn bánh này lui đi từ tình nằm liên trái liên ấy thế nằm liên trái nó thì sờ mẹp là cái bắp chay bắp cho phải trái này mình là bắp dương toàn trái luôn thì tinh trạng ở đây bạn bữa tam trong đây còn miền đây thì miền là chặt đục mình chặt liền sữa bú nó chặt liền chán rồi nên làm được sọ mà đây là dương bánh chặt à thấy dương đuôi đi ở smooth đấy dương ảnh pre nhưng mà này nghe bạn còn đôi tình rồi bọn này dương miền mà bạn tình thì còn pre ấy đây làตัดทางไกลទៅប្រើរបស់ថៃផងថ្លៃទេក្រោយពីនេះហើយយើងចាប់ផ្ដើមធ្វើដំណើរទៅហើយបាទជាមួយនឹងស្រីខ្មៅបាទធ្វើដំណើរឆ្ពោះទៅលេងសួននៅបរិយាសែនសុខបាទសួនបរិយាសែនសុខបាទហើយទីនេះកំពុងចេញដំណើរទៅហើយយើងកំពុងចេញមកដល់បរិយាហេងកៅហើយនឹងឈៀងបត់ចាក់ជ្រែបន្តិចបន្តួចមកបងប្អូនបាទហើយចេញមកដល់បរិយាអូខេដេបន្ទាប់មកយើងជិះទៅត្រង់បាទយើងងាកមើលឆ្វេងមើលស្ដាំផងដែរបាទមួយស្រីខ្មៅនេះបាទខ្លាចមានប្រុសតាមប៉ែតតីបាទហ្នឹងហើយកំពុងតែធ្វើដំណើរទៅត្រង់ហើយមើលកលេចឆ្វេងស្ដាំផងដែរបាទមើលឃើញហាងអីលក់អីខ្លះបាទហើយឥឡូវនេះបានពីអ្នកនាងខ្មៅស្រីខ្មៅបានមកដល់បរិយា
xuân tật nơi không bùa rây sáng sọc hỏi bạn tí tăng ní sất nơi bằng ní sất nơi cần đa này bùa rây bạn miền bùa rây khiêm pa nhá bùa rây sáng sọc nâng bùa rây chụp pon bằng đài bạn tí tăng ní miền tây phim so cho ca lõ ná bạn hỏi mưa tới bạn chấm lại ấy tại nhóm tới bạn chấm mùi sấy không ai bạn kê miền cũ miền kni ấy kê chẳngគេអាចជជែកសាសងគ្នាពីនេះពីនោះពីរឿងសិក្សារៀនសូត្ររឿងរស់ស៊ីអីចឹងទៅបានហើយយើងអាចអង្គុយនៅមើលថ្ងៃរៀបលិចផងដែរបាទនៅពេលដែលថ្ងៃរៀបលិចចេះចែងចាំងពន្លឺមកលើផ្ទៃទឹកហើយបាទហើយមានខ្យល់បាក់រវើយផងដែរហើយមានអារម្មណ៍របស់យើងត្រជាក់ចិត្តត្រជាក់កាយផងដែរក្រោយពីការនឿយហត់នៃការសម្អាតស្រីខ្មៅហើយនឹងធ្វើដំណើរមកតាមផ្លូវរៀងត្រង់បែកញើសផងនោះក៏បានធូរស្បើយមិនតាក់ដែរនៅពេលដែលបានមកដល់សួននេះដែរបាទនេះមើលជាក់បាទនេះអត់បានដាក់សន្ទូចមកបាទបងប្អូនបើបានដាក់សន្ទូចមកអាចវត្តពី3សន្ទូចអីបានបងប្អូនហើយឃើញអ៊ំស្រីម្នាក់គាត់កំពុងតែចុះកាយស្អីមាត់ទឹកនេះបាទហើយក៏ខ្ញុំបានចុះដើរទៅសួរគាត់ថាអ៊ំធ្វើអីគាត់កំពុងបេះបន្លែបាទបេះបន្លែបាទនិយាយឲ្យតែមានទឹកមានបន្លែនៅចិត្តមាត់ទឹកហ្នឹងតែម្ដងហើយនេះខ្វះតែសាច់ទេបងប្អូនខ្វះតែត្រីទេបងប្អូនnếu bạnដាក់សន្ទូចមកអាចគ្រប់ហើយបាទអ៊ំស្រីគាត់កំពុងបេះបន្លែស្រាប់បាទនេះដូចជាបន្លែស្អីទេខ្ញុំបានសួរគាត់ដូចជាមានស្លឹកងប់មានត្រកួនមានអីដែរបងប្អូនល្អមួយយ៉ាងដែរតើបាទដាក់តែសាច់ហើយនឹងគ្រឿងទេសមកដាក់ទៅឆ្នាំងមកបានតែម្ដងបាទហើយមានអារម្មណ៍មិនដែរបងប្អូនទេសភាពបែបនេះមានអារម្មណ៍ថាអ្នកនៅទីក្រុងនៅពេលដែលឃើញទឹកឃើញព្រៃអីបន្តិចបន្តួចនៅក្នុងសួននេះដែរមានអារម្មណ៍ថាដូចចង់នឹកស្រុកបាទបងប្អូនតែមិនទាន់ដល់ហើយមើលអ៊ំទុកបាទហើយនៅតាមសួននេះដែរគឺមានផ្លូវដើរផងដែរដែលអាចឲ្យយើងដើរថ្មើរជើងសម្រាប់ធ្វើការហាត់ប្រាណដូចជាអ៊ំពូមីដែរបងប្អូនផងដែរគាត់អាចដើរនៅលើគ្រឿងនេះបាទតែពី3ជុំបែកញើសខ្ចាយហើយបាទរឿងវែងដែរក្នុងធ្លានៃមាត់បឹងនេះបាទហើយអ៊ំប្រុសនោះគាត់ចូលទំនើងហើយបាទtheoពត់ដៃហើយនឹងមានការដើរតាមមាត់ទឹកមាត់អីយើងអាចមានផ្លូវដើរប៉ុន្តែគាត់ថានៅផ្លូវដើរនោះដើរញាប់ពេកក៏អាចងាប់ស្មៅដែរបងប្អូនគេមានផ្លូវគេដាក់ឲ្យដើរដែរកុំឲ្យវាមានប៉ះពាល់ស្មៅប៉ុន្តែអាចមានអ្នកគេថែទាំដែរបងប្អូនមានកាត់គេកាត់មានអីដែរមានដើមដូងដែរបងណាដើមដូងអីមិនចាញ់នៅក្រុងបាត់ដំបងប្រហែលទេបាទមកលុបដូងអីមាត់ស្ទឹងសង្កែទៅណាបាទនេះមិនមែនមាត់ស្ទឹងសង្កែទេបងប្អូនមាត់បឹងក្នុងបរិយាសែនសុកយើងនៅរាជធានីភ្នំពេញនេះទេបាទនេះមានធ្លាសម្រាប់ធ្វើការហាត់ប្រាណបាទថ្ងៃនេះសបោថាក្មេងៗបាទគាត់មកធ្វើចលនាដៃចលនាជើងអីបន្តិចបន្តួចចឹងបានបងប្អូនហើយទីតាំងនេះដែរយើងអាចអង្គុយសម្រាប់លេងនៅទល់ល្ងាចរហូតនៅពេលដែលយើងយប់បន្តិចដែរបាទម៉ោង6 7អីក៏យើងអាចនៅអង្គុយបានដោយសារទីតាំងនេះមានភ្លើងបំពាក់នៅភ្លើងបំភ្លឺផងដែរហើយនៅចិត្តនេះក៏មានការលក់ដូរបន្តិចបន្តួចមានដូចជាហាងកាហ្វេហាងចាប់ហួយតូចយ៉ាងបងប្អូនអាចជាទិញទឹកទិញអីភេសជ្ជៈកាហ្វេអីក៏អាចបានដែរបងប្អូនហើយមានអីស្រស់ស្រាយមួយយ៉ាងដែរក្នុងទីមាត់ទឹកនេះដែរហើយបងប្អូនមានអារម្មណ៍បែបណាដែរនៅពេលដែលឃើញសួនស្មៅនៅមាត់ទឹកហើយមានកញ្ចុះមានអីអាចអង្គុយលេងបានបងប្អូនអាចតែគ្រាន់តែគេមិនឲ្យចាក់ភ្លេងចាក់អីទេបាទនាំរំខានបាទយើងអាចត្រឹមតែអង្គុយជជែកសាសងពីនេះពីនោះសុកទុកគ្នាអីបានទីធ្លានេះដែរនឹងការហាត់ប្រាណបន្តិចបន្តួចក្នុងរយៈចម្ងាយនៃផ្លូវនេះដែរមានប្រវែងឆ្ងាយដែរបងមាត់ទន្លេនេះមាត់ឆ្នេរនេះដែលមានប្រវែងប្រហែលជា300 ម៉ែត្រដែរបងប្អូនដែលអាចធ្វើឲ្យយើងរត់មកបែកញើសដែររត់ទៅរត់មកតែ2-3ជុំទៅអាចបែកញើសខ្ចាយតែម្ដងបាទឃើញទេអ៊ំពីរនាក់គាត់ដើរបន្សើគ្នាទៅបាទហើយក្មេងៗមានធ្លាមានអីរត់លេងសប្បាយបាទហើយអ៊ំប្រុសអ៊ំស្រីគាត់ដើរទៅបានសាសងតាមមានផ្លូវថ្មើរជើងនេះដែរបាទយើងអាចដើរបានរយៈឆ្ងាយនៅក្នុងបរិយានេះហើយក្នុងនៅក្នុងផ្លូវថ្មើរជើងនេះក៏មានខឿនសម្រាប់យុវជនអាចយើងជាប់បានបងប្អូនហើយនេះជាស្ទាយបាទស្ទាយគេធ្វើដូចជាមានដុំឈើកាត់ជាកង់អាចឲ្យយើងដើរហើយមានផ្លែកភ្នែកបងប្អូនហើយយើងមានអារម្មណ៍ថាផ្លែកហើយវារសជាតិខ្លែមរសជាតិនៅក្នុងសួនណាបងមាត់ទន្លេហើយមាន
អីផ្លូវអីដាក់ច្បាប់ការពារដើរចូលកុំឲ្យយើងដើរចូលស្មៅបងប្អូនតែទៅមិនបងប្អូនខត់មិនស្អាតទេឃើញវាស្មៅអីល្អស្អាតចេះអីទាំង admin ទាំងអ្នកដែលមកទីលំហែនេះគឺចិត្តមិនដាច់ទេបាទចង់តែមកអើតនៅមាត់ទឹកតែម្ដងបាទឃើញតែមានដើមឈើមានអីហើយមានក្មេងៗពងតែរត់លេងជជែកគ្នាអីពីនេះពីនោះបែបលក្ខណៈក្មេងទៅម្ដងដែរហើយចំណែកចាស់នោះគាត់ដើរនៅតាមផ្លូវរត់ទៅហើយក្មេងៗបងប្អូនគាត់អាចដាក់មកមួយជូរឬក៏អាចមកអង្គុយហូបបន្តិចបន្តួចហើយក៏វិចខ្ចប់នៅសម្រាមយកទៅដាក់នៅធុងសម្រាមចិត្តនេះផងដែរហើយក៏អ្នកខ្លះក៏អង្គុយកំដរមើលកូនមើលចៅអីចឹងទៅហើយនឹងការជជែកពីនេះពីនោះពីការសិក្សារៀនសូត្រអីផ្សេងហើយបងប្អូនស្គាល់ទេនេះដើរមកវិញដែរបាទបងប្អូនស្គាល់ជួយ comment ប្រាប់ admin ផងបាទព្រោះ admin ដូចជាមិនសូវជាច្បាស់ដែរដូចជាដើមនេះដូចស្លឹកគេហៅស្លឹកជើងគោស្លឹកអីមិនទេបាទស្រុកមិនដែរខ្ញុំមិនច្បាស់ដែរបងប្អូនបាទបងប្អូនពូមីងដែរស្គាល់ច្បាស់សូមជួយណែនាំប្រាប់ផងបាទជានេះទៅដែរចិត្តបញ្ចប់ទៅនេះខ្ញុំបាទសូមអរគុណសម្រាប់ការចូលរួមទស្សនានៅក្នុងវីដេអូនេះដែរបាទហើយនេះគេដាក់បាទអ្នកណាដែលសុទ្ធអីគេសុទ្ធធំណាបងប្អូនជានេះដែរ admin និងនាងខ្មៅសូមជម្រាបលាអស់លោកស្រីត្រឹមប៉ុណ្ណេះបាទដល់ម៉ោង admin ត្រឡប់មកផ្ទះវិញហើយរៀងរឹសល្ងាចបន្តិចដែរហើយបាទអត់ហ៊ាននៅយូរទេបាទព្រោះយើងមកជីកកង់អញ្ចឹងវារៀងល្ងឹតយើងមកបានបន្តិចបាទព្រោះកង់ admin អត់មានបំពាក់ភ្លើងបាទ